ជាបឋមខ្ញុំកណ្ដាលខ្ញុំបាទសូមធ្វើកិច្ចនមស្ការចំពោះគុណព្រះរតនត្រ័យក៏ដូចជាធ្វើកិច្ចនមស្ការចំពោះលោកគ្រូអង្គធម្មកថាកាចារ្យជាទីសក្ការៈមួយវិញទៀតក៏សូមធ្វើសេចក្តីគោរពចំពោះលោកគ្រូធម្មវិចារ្យជាទីគោរពក្នុងគណៈនេះខ្ញុំកណ្ដាលខ្ញុំបាទសូមអនុញ្ញាតដើម្បីធ្វើការសិក្សាបន្តអំពីពួកធម៌ជាអកុសលដែលខ្ញុំកណ្ដាលខ្ញុំបាទដាក់ថាត62ហើយក៏ជាវគ្គបញ្ចប់នៅអត្តន័យនៃពួកធម៌ជាអកុសលក្នុងបេដកលេខ78ត្រង់ទំព័រ227ចាប់ពីឃ្នាប331ដល់337ដែលស្ដែងពីពួកធម៌ជាអកុសលកើតមានក្នុងសម័យនោះតើដូចម្ដេចภาษะកើតមានក្នុងសម័យនោះតើដូចម្ដេចภาษะការពាល់ត្រូវការប៉ះពាល់ការតង្គុកតង្គិចណាក្នុងសម័យនោះនេះภาษะកើតមានក្នុងសម័យនោះពេឯកកតារបស់ចិត្តកើតមានក្នុងសម័យនោះតើដូចម្ដេចការស្ថិតនៅណារបស់ចិត្តក្នុងសម័យនោះនេះឯកកតារបស់ចិត្តកើតមានក្នុងសម័យនោះពេវិជកិច្ឆាកើតមានក្នុងសម័យនោះតើដូចម្ដេចការឆ្ងល់អាការៈឆ្ងល់ភាពឆ្ងល់សេចក្តីយល់ស្ទាក់ស្ទើរសេចក្តីងឿងឆ្ងល់ចិត្តបែកជាពីរចិត្តញែកជាពីរផ្លូវសេចក្តីសង្ស័យការប្រកាន់ដោយចំណែកច្រើនការដកថយមិនរួចការទម្លុះទម្លាយទៅមិនបានការប្រកាន់មិនមាំសេចក្តីរឹងត្អឹងរបស់ចិត្តការរសេមរសាមចិត្តណាក្នុងសម័យនោះនេះវិជកិច្ឆាកើតមានក្នុងសម័យនោះពេឬក៏ពួកអរូបធម៌ដតីណាដែលកើតឡើងព្រោះអាស្រ័យហេតុក៏កើតមានក្នុងសម័យនោះនេះពួកធម៌ជាអកុសលខណ្ឌ4អាយតនៈ2ធាតុ2អាហារ3ឥន្ទ្រី4ឈានប្រកបដោយអង្គ4មគ្គប្រកបដោយអង្គ2ពលៈ3ហេតុ1ភាសៈ1ពេធម្មាយតនៈ1ធម្មធាតុ1កើតមានក្នុងសម័យនោះឬក៏ពួកអរូបធម៌ដតីណាដែលកើតឡើងព្រោះអាស្រ័យហេតុក៏កើតមានក្នុងសម័យនោះនេះពួកធម៌ជាអកុសលពេសង្ខារខណ្ឌកើតមានក្នុងសម័យនោះតើដូចម្ដេចភាសៈចេតនាវតកៈវិចារៈឯកកតារបស់ចិត្តវិរិយន្ទ្រីជីវតន្ទ្រីមិច្ឆាសង្កបៈមិច្ឆាវិយមៈវិរិយពលៈអហិរិកពលៈអនោតបៈពលៈវិជ័យកិច្ឆាមោហៈអហិរិកៈអនោតបៈបគិហៈឬក៏ពួកអរូបធម៌ដតីណាដែលកើតឡើងព្រោះអាស្រ័យហេតុក៏កើតមានក្នុងសម័យនោះលើកទុកតែវេទនាខណ្ឌសញ្ញាខណ្ឌវិញ្ញាណខណ្ឌចេញនេះសង្ខារខណ្ឌកើតមានក្នុងសម័យនោះពេនេះពួកធម៌ជាអកុសលពួកធម៌ជាអកុសលតើដូចម្ដេចអកុសលចិត្តជាចិត្តច្រឡំដោយអបេក្ខាប្រកបដោយឧទ្ធចៈមានរូបជាអារម្មណ៍ក្តីមានសម្លេងជាអារម្មណ៍ក្តីមានក្លិនជាអារម្មណ៍ក្តីមានរសជាអារម្មណ៍ក្តីមានផោធម្មៈជាអារម្មណ៍ក្តីមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធអារម្មណ៍ណាកើតឡើងហើយក្នុងសម័យណាภาษะក៏កើតមានក្នុងសម័យនោះវេទនាសញ្ញាចេតនាចិត្តវតកៈវិចារៈឧបេក្ខាឯកកតារបស់ចិត្តវិរិយន្ទ្រីសមាធិន្ទ្រីមនិន្ទ្រីឧបេក្ខន្ទ្រីជីវតន្ទ្រីមិច្ឆាសង្កបៈមិច្ឆាវិយមៈមិច្ឆាសមាធិវិរិយពលៈសមាធិពលៈអហិរិកពលៈអនោតបៈពលៈឧទ្ធចៈមោហៈអហិរិកៈអនោតបៈសមថៈបគិហៈអវិខេបៈក៏កើតមានក្នុងសម័យនោះឬក៏ពួកអរូបធម៌ដតីណាដែលកើតឡើងព្រោះអាស្រ័យហេតុក៏កើតមានក្នុងសម័យនោះនេះពួកធម៌ជាអកុសលภาษะកើតមានក្នុងសម័យនោះតើដូចម្ដេចภาษะការពាល់ត្រូវការប៉ះពាល់ការតង្គុកតង្គិចណាក្នុងសម័យនោះនេះภาษะកើតមានក្នុងសម័យនោះពេឧទ្ធចៈកើតមានក្នុងសម័យនោះ
តើដូចម្តេចការអណ្ដែតអណ្ដូងចិត្តការមិនស្ងប់រងាប់ការរីមីចិត្តការភ្ញាក់ផ្អើលចិត្តណាក្នុងសម័យនោះនេះឧទ្ធចៈកើតមានក្នុងសម័យនោះពេឬក៏ពួកអរូបធម៌ដតីណាដែលកើតឡើងព្រោះអាស្រ័យហេតុកើតមានក្នុងសម័យនោះនេះពួកធម៌ជាអកុសលពេខណ្ឌ4អាយតនៈ2ធាតុ2អាហារ3ឥន្ទ្រី5ឈានប្រកបដោយអង្គ4មគ្គប្រកបដោយអង្គ3ពលៈ4ហេតុ1ភាសៈ1ពេធម្មាយតនៈ1ធម្មធាតុ1កើតមានក្នុងសម័យនោះឬក៏ពួកអរូបធម៌ដតីណាដែលកើតឡើងព្រោះអាស្រ័យហេតុកើតមានក្នុងសម័យនោះនេះពួកធម៌ជាអកុសលពេសង្ខារខណ្ឌកើតមានក្នុងសម័យនោះតើដូចម្តេចភាសៈចេតនាវិតកៈវិចារៈឯកកតារបស់ចិត្តវិរិយន្ទ្រីសមាធិន្ទ្រីជីវតន្ទ្រីមិច្ឆាសង្កបៈមិច្ឆាវិយមៈមិច្ឆាសមាធិវិរិយពលៈសមាធិពលៈអហិរិកពលៈអនោតបៈពលៈឧទ្ធចៈមោហៈអហិរិកៈអនោតបៈសមថៈបគាហៈអវិខេបៈឬក៏ពួកអរូបធម៌ដតីណាដែលកើតឡើងព្រោះអាស្រ័យហេតុកើតមានក្នុងសម័យនោះលើកទុកតែវេទនាខណ្ឌសញ្ញាខណ្ឌវិញ្ញាណខណ្ឌចេញនេះសង្ខារខណ្ឌកើតមានក្នុងសម័យនោះពេនេះពួកធម៌ជាអកុសលចឹងជាមើលខាងក្រោមតិចមកគេដាក់ថាចប់អកុសលចិត្ត12ចឹងទីនៅក្នុងវគ្គនេះក៏ជាវគ្គបញ្ចប់នៅក្នុងពួកធម៌ជាអកុសលចឹងយើងបានតាំងពីត1រហូតមកដល់ត62នេះគឺយើងស្ដីអំពីពួកធម៌ជាកុសលនិងពួកធម៌ជាអកុសលហើយនៅក្នុងវគ្គនេះផងដែរក៏នឹងត្រូវបញ្ចប់អត្ថន័យនៃពួកធម៌ទាំងពីរពួកនេះការអានស្ដីអំពីពួកធម៌ជាអកុសលកើតមានក្នុងសម័យនោះតើដូចម្តេចនៅបិដកលេខ78ត្រង់ទំព័រ227ឃ្នៀប331ដល់337របស់ខ្ញុំកណ្ណាខ្ញុំបាទក្នុងគណៈនេះក៏ដល់ទីបញ្ចប់បាទសូមអរគុណ